សួស្តីបងប្អូនទាំងអស់គ្នាមួយរយៈនេះខ្ញុំអត់ខានផុសវីដេអូអំពីទាមកយូរណាបងប្អូនវាដោយសារតែផ្ទះខ្ញុំហ្នឹងមានខ្យល់ជាតិវាប្លង់ណាមិនសូវមានភាពស្ងៀមស្ងាត់ចឹងខ្ញុំពិបាកនឹងការបដោតកាត់វីដេអូជូនបងប្អូនទស្សនាឬក៏និយាយណាបងប្អូនហើយពុំមានញឹករវល់នឹងមុខរបរផ្សេងដែរចឹងបងប្អូនសូមអភ័យទោសបងប្អូនខ្លះគាត់ខមមិនមកចង់សួរអំពីទាស៊ីអស់ប្រមាណអីប្រមាណចឹងណាបងប្អូនសម្រាប់តែចំណីឯងបងប្អូនខ្ញុំបានថតវីដេអូបងប្អូនអាចចូលនៅក្នុង channel របស់នេះខ្ញុំបាននិយាយរួមទៅគឺខ្ញុំបានប្រាប់ហើយក្នុងមួយទាមួយបងប្អូនអានឹងសម្រាប់ចំណីចឹងអស់120ក្រាមក្នុងចំនួនទាមួយអញ្ចឹងបងប្អូនឲ្យស៊ីតាមហ្នឹងទៅបងប្អូនអញ្ចឹងប៉ុន្តែពេលខ្លះទាខ្លះក៏វាអត់សូវស៊ីចំណីទាខ្លះក៏វាស៊ីបកាយស៊ីចំណីអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនដាក់ទៅព្រោះឧទាហរណ៍បើទាបងប្អូន1000យើងត្រូវដាក់តាមគុណតាមហ្នឹងដែរដើម្បីឲ្យវាស៊ីគ្រប់គ្រាន់ក្នុងមួយរយៈពេល1ថ្ងៃមួយទាចំនួន1ហើយរបៀបចិញ្ចឹមទាហ្នឹងបងប្អូនចិញ្ចឹមប្រឡែងផ្សេងបងប្អូនចិញ្ចឹមបែបຂະຫນាតដាក់ក្នុងត្រង់ដូចនាងខ្ញុំផ្សេងបងប្អូនចាបើសិនជាយើងដាក់ចង្អៀតក៏វាអាចនិយាយថាវាស្អុះស្អាប់បងប្អូនចាវាស្អុះស្អាប់វាកាត់ stress ដែរណាបងប្អូនទាក៏វា stress ដូចមនុស្សដែរឬយើងទៅធុញថប់នៅធ្វើការងារដដែលក៏យើងធុញថប់អញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចរៀបចំត្រង់ឲ្យបានស្អាតបាទសំខាន់មិនមែនថាស្អាតណាស់គឺស្ងួតបងប្អូនចាទៀតបងត្រូវការស្ងួតសើមកក្រិចអត់មានអនាម័យអត់បាញ់សម្រាប់មេរោគសម្រាប់រដូវវស្សាសម្រាប់រដូវប្រាំងបងប្អូនយើងត្រូវប្រើផ្សេងគ្នាក្នុង